អន្តរាគមពិសេសមានទាំងជើងអាកាសជើងគោកនិងជើងទឹកប្រដាប់ដោយអាវុធបានហោះក្រឡឹងនិងល្បាតជុំវិញទីស្នាក់ការកណ្ដាលរបស់គណៈបកសង្គ្រោះជាតិជាកន្លែងដែលលោកកំសុខាកំពុងស្នាក់នៅបណ្ដោះអាសន្នជាច្រើនខែមកហើយគណៈបកសង្គ្រោះជាតិចោទប្រកាន់ថាសកម្មភាពកងទ័ពនេះជាការបំផិតបំភ័យមកលើគណៈបកប្រឆាំងនិងអ្នកគាំទ្រគណៈបកប្រឆាំងចង់ឲ្យរដ្ឋាភិបាលពន្យល់ពីការចល័តកងទ័ពនេះបាទលោកប្រាជេវរាយការណ៍បាទនៅថ្ងៃនេះឃើញថាចាប់តាំងពីម៉ោង 10 ព្រឹកមកទល់នៅល្ងាចថ្ងៃទី31 ខែសីហានេះនៅទីស្នាក់ការកណ្ដាលគណៈបកសង្គ្រោះជាតិនៅសង្កាត់ចាក់អង្រែលើមានកងអន្តរាគមន៍ពិសេសដែលស្លៀកពាក់ឈុតប៉ារ៉ាហើយរុំមុខបិទជិតធ្វើសកម្មភាពល្បាតជិះឆ្វែលអាដាមភេកចៈនៅខាងលើហើយនៅខាងក្រោយទីស្នាក់ការគឺមានអូបហើយឯនៅមុខទីស្នាក់ការឃើញមានឡានល្បាតជាក្បួនជិះទៅវិញទៅមកនៅមុខទីស្នាក់ការគណៈបកសង្គ្រោះជាតិសកម្មភាពល្បាតរបស់កងអន្តរាគមន៍ពិសេសដែលមានស្លៀកពាក់ឈុតប៉ារ៉ានៅពេលនេះបន្ទាប់ពីលោកផ្កាយមាស4គុណគឹមប្រកាសពមៀនខ្លាំងទៅកាន់ប្រមុខគណៈបកប្រឆាំងតើតងសកម្មភាពនេះនៃនាំពាក្យគណៈបកសង្គ្រោះជាតិលោកយឹមសវណ្ណថាសកម្មភាពទាំងនេះគឺជាការបំផិតបំភ័យទៅដល់ពលរដ្ឋដែលជាម្ចាស់ឆ្នោតគណៈដែលការចុះឈ្មោះបោះឆ្នោតនឹងជន់មកដល់នៅថ្ងៃស្អែកលោកយឹមសវណ្ណទាមទារឲ្យរដ្ឋាភិបាលឬក៏អ្នកពាក់ព័ន្ធមានការពន្យល់ពីការល្បាតនិងការហោះឆ្វែលអធម្មភេកចៈនៅជុំវិញទីស្នាក់ការគណៈបកសង្គ្រោះជាតិសូមឲ្យគាត់ពន្យល់ទៅប្រព័ន្ធផ្សព្វផ្សាយទៅបាទសូមឲ្យប្រជាពលរដ្ឋកុំឲ្យប្រជាពលរដ្ឋគាត់មានការបារម្ភពីព្រោះស្អែកនេះចុះឈ្មោះបោះឆ្នោតហើយដូច្នេះយើងត្រូវបង្កបរិយាកាសនោះឲ្យកុំឲ្យមានភាពអាប់អួរហើយយើងអញ្ចឹងបើសិនជាគាត់មានគោលបំណងអីអានោះសូមឲ្យគាត់ប្រកាសជាសាធារណៈតាមប្រព័ន្ធផ្សព្វផ្សាយទៅថាតើការបោះធម្មភេកចៈហ្នឹងគាត់មានគោលបំណងយ៉ាងម៉េចហើយការដែលបើកកណូតបើកអីឆ្វេងឆ្វាចនៅពីក្រោយទីស្នាក់ការគណៈបកសង្គ្រោះជាតិហ្នឹងមានដាក់ទាំងកភ្លើងមានទាំងមេធាវីហ្នឹងតើមានគោលបំណងយ៉ាងម៉េចអាហ្នឹងសូមឲ្យគាត់បញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយទៅកុំឲ្យនាំគ្នាងឿងឆ្ងល់ទាំងអស់គ្នាខ្ញុំក៏មិនដឹងគេក៏មិនដឹងប្រជាពលរដ្ឋក៏មិនដឹងវាធ្វើឲ្យមានការប៉ះអារម្មណ៍ទៅដល់ប្រជាពលរដ្ឋបាទនៅពេលដែលខាងអធម្មភេកចៈធ្វើហោះឆ្វែលទៅវិញទៅមកនៅលើដំបូលទីស្នាក់ការគណៈបកសង្គ្រោះជាតិតាំងពីពេលព្រឹករហូតមកដល់ពេលល្ងាចហើយនៅពេលដែលមានភ្លៀងធ្លាក់គឺมันមានអធម្មភេកចៈហ្នឹងធ្វើការហោះឆ្វែលទៀតទេជំនួសមកវិញដោយក្បួនឡានមានកងអន្តរាគមន៍ពិសេសប្រដាប់ដោយអាវុធជិះឆ្វែលទៅវិញទៅមកនៅមុខទីស្នាក់ការកណ្ដាលគណៈបកសង្គ្រោះជាតិវិញម្ដងចំណែកឯខាងកងជើងទឹកដែលមានអូបមានខាងកងអន្តរាគមន៍ពិសេសគឺនៅតែជិះល្បាតទៅវិញទៅមកជុំវិញបៀតទីស្នាក់ការគណៈបកសង្គ្រោះជាតិដដែលខ្ញុំប្រាជេវអាស៊ីសេរីរាយការណ៍ពីទីស្នាក់ការកណ្ដាលគណៈបកសង្គ្រោះជាតិ